ប៉ុន្មានខែមុនវាគ្រាន់តែជាគំនិតរបស់យុវជនមួយក្រុមដែលចង់ជួយសម្រួលការដឹកស្បៀងរបស់កងទ័ពនៅតំបន់ព្រៃភ្នំថ្ងៃនេះដ្រូនដែលដំឡើងដោយយុវជនខ្មែរអាចដឹកទឹកនិងអង្ករជូនកងទ័ពហើយសមត្ថភាពផ្ទុករបស់វាបានកើនឡើងពី20គីឡូក្រាមទៅដល់50គីឡូក្រាមប៉ុន្តែគម្រោងនេះអាចនឹងឈប់ត្រឹមគ្រឿងទី3ដោយសារខ្វះថវិកាបន្តម៉ៅសាម៉ាឌីវ័យ31ឆ្នាំនិងក្រុមការងាររបស់លោកបានចាប់ផ្ដើមបង្កើតដ្រូនដឹកជញ្ជូនកាលពីចុងឆ្នាំ2025បន្ទាប់ពីមើលឃើញភាពលំបាកនៃការដឹកស្បៀងនៅតំបន់ភ្នំនិងព្រៃក្រាស់នៅកន្លែងខ្លះត្រូវចំណាយពេល3ទៅ4ម៉ោងដើម្បីជញ្ជូនស្បៀងឡើងភ្នំដោយសារផ្លូវចោតនិងពិបាកធ្វើដំណើរដ្រូនគ្រឿងដំបូងដែលក្រុមយុវជននេះបង្កើតបានមានសម្ភារៈដែលផលិតខ្លួនឯងនិងឧបករណ៍មួយចំនួនដែលត្រូវទិញពីបរទេសយកមកកែច្នៃបន្ថែមដ្រូនគ្រឿងដំបូងត្រូវបានប្រគល់ឲ្យប្រើប្រាស់កាលពីខែកុម្ភៈឆ្នាំ2026ដោយអាចផ្ទុកទម្ងន់20គីឡូក្រាមក្រោយការកែលម្អបន្តបន្ទាប់ដ្រូនគ្រឿងទី2អាចដឹកបានរហូតដល់50គីឡូក្រាមហោះបានចម្ងាយ4ទៅ5គីឡូម៉ែត្រក្នុងរយៈកម្ពស់លើសពី300ម៉ែត្រពេលនេះដ្រូនគ្រឿងទី2នេះកំពុងត្រូវបានសាកល្បងប្រើប្រាស់បច្ចុប្បន្នក្រុមរបស់សាម៉ាឌីកំពុងដំឡើងដ្រូនគ្រឿងទី3ប៉ុន្តែគម្រោងកំពុងជួបបញ្ហាខ្វះថវិកាលោកបញ្ជាក់ថាដើម្បីបញ្ចប់គ្រឿងទី3នៅត្រូវការថវិកាជាង$4000ទៀតដើម្បីទិញស្លាបម៉ូទ័រកាបូននិងថ្មដែលភាគច្រើនត្រូវនាំចូលពីបរទេសយកមកកែច្នៃបន្ថែមសាម៉ាឌីថាគ្រឿងទី3អាចជាគ្រឿងចុងក្រោយបាទបងឈប់ហើយធ្វើគ្រឿងទី3ហ្នឹងមកទៅដោយសារទី1យើងអត់មានធនធានបន្តបងហើយការគ្រប់គ្រងក៏ចុះខ្សោយខ្លាំងយកមែនតើស្ទឹងតែអត់ទេឡើយអត់មានហ្មងមានតែអ្នកស្គាល់យើងសុំគាត់ឆាតពី private អីបានមានហ្មងចំពោះសាម៉ាឌីការងារនេះមិនមែនជាអាជីវកម្មទេលោកអះអាងថាអ្វីដែលធ្វើឲ្យក្រុមការងារបន្តខិតខំគឺការមើលឃើញថាដ្រូនដែលពួកគេដំឡើងអាចជួយដោះស្រាយបញ្ហាបានពិតប្រាកដប៉ុន្តែការខ្វះធនធានបានធ្វើឲ្យបេសកកម្មនេះស្ថិតនៅឆ្ងាយពីក្តីស្រមៃរបស់សាម៉ាឌីប្រសិនបើលោកអ្នកមានបំណងចូលរួមក្នុងបេសកកម្មរបស់សាម៉ាឌីលោកអ្នកអាចឧបត្ថម្ភតាមរយៈ QR code របស់សាម៉ាឌីដែលមានភ្ជាប់ក្នុងវីដេអូនេះខ្ញុំរស់សុធាពី News Today NTTV GAC គឺជារថយន្តគុណភាពខ្ពស់របស់ប្រទេសចិនបំពាក់បច្ចេកវិទ្យាទំនើបនិងមានតម្លៃសមរម្យបច្ចុប្បន្នរថយន្ត GAC កំពុងទទួលបានការគាំទ្រនិងពេញនិយមពីអ្នកប្រើប្រាស់នៅកម្ពុជានិងជុំវិញពិភពលោករថយន្ត GAC នាំចូលនិងចែកចាយផ្លូវការនៅកម្ពុជាដោយក្រុមហ៊ុន TH Group